ជម្រាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាដែលជាតន្ត្រីករក៏ដូចជាពិសេសសម្រាប់អ្នកលេងហ្គីតាវីដេអូមួយនេះមានសារៈប្រយោជន៍សំខាន់សម្រាប់បងប្អូនទាំងអស់គ្នាហើយខ្ញុំនឹងចែករំលែកនៅចំណេះដឹងខ្លះៗទាក់ទងទៅនឹងតើអ្វីជាហ្គីតា effect មូលហេតុដែលខ្ញុំធ្វើវីដេអូនេះឡើងគឺមានបងប្អូនដែលគាត់ទើបរៀនថ្មីហ្នឹងគាត់សួរថាបង effect ហ្នឹងអីគេហើយវាចាំបាច់អីជាមួយហ្គីតាយើងប្រើមិនអីមិនចឹងណាបាទថ្ងៃនេះខ្ញុំនឹងបញ្យល់បងប្អូនដែលគាត់អត់ទាន់ដឹងឲ្យបានយល់ឲ្យច្បាស់ពី effect របស់ហ្គីតាបាទ effect ហ្គីតាគឺជាឧបករណ៍មួយយ៉ាងដែលគេផលិតមកសម្រាប់ផ្លាស់ប្ដូរសំឡេងហ្គីតាហើយផ្លាស់ប្ដូរសំឡេងហ្គីតានោះគឺជាប្រភេទហ្គីតាអេឡិចត្រូនិកបាទអញ្ចឹងឧបករណ៍មួយហ្នឹងគឺវាបំលែងសំឡេងស៊ីនរបស់ហ្គីតាសំឡេង original របស់ហ្គីតាហ្នឹងឲ្យទៅជាសំឡេងផ្សេងមាន reverb មាន delay សតុនពីរោះមាន chorus មានអីផ្សេងតាមតម្រូវការដែលយើងត្រូវប្រើប្រាស់បាទហើយបន្តិចទៀតខ្ញុំនឹងបង្ហាញថាតើ effect ហ្គីតាមានប៉ុន្មានប្រភេទហើយខ្ញុំចង់ឲ្យបងប្អូនតាមដានវីដេអូនេះដើម្បីជាចំណេះដឹងហើយថ្ងៃក្រោយយើងមុននឹងទិញរបស់មុននឹងអីគឺយើងអត់ខុសទេដោយសារតែយើងបានយល់ច្បាស់ពីវាបាទទាំងនេះគឺជា effect ហ្គីតាដែលក្រុមហ៊ុនជាច្រើនបានផលិតមកដើម្បីលក់នៅលើទីផ្សារហើយវាពិតជាមានរូបរាងខុសគ្នាមានគុណសារៈប្រយោជន៍ខុសគ្នាមានទំហំខុសគ្នាមានអ្វីៗប្លែកពីគ្នាច្រើនមែនទែនបាទខ្ញុំនឹងបង្ហាញបងប្អូនបន្តិចទៀតបាទនេះគឺជាប្រភេទ effect ប៉ុន្តែវាជា single effect អញ្ចឹងមានន័យថានេះគឺជា compression sustainer បាទនេះគឺជាប្រភេទ effect ដែរក៏ប៉ុន្តែវាមានតែតួនាទីតែមួយទេបាទវាមានតួនាទីតែមួយទេអញ្ចឹងបើសិនជាបងប្អូនចង់ប្រើវាបងប្អូនត្រូវទិញតួនាទីផ្សេងទៀតដើម្បីអាចប្រើប្រាស់បានឥឡូវនេះគឺយើងអាចហៅវាថាជាប្រភេទ processor ប្រភេទឧបករណ៍បំលែងសំឡេងរបស់ហ្គីតាយើងដែរបាទមួយនេះក៏ជា effect ដែរបាទមួយនេះក៏ជា effect ដែរនេះគឺជា zoom G1 បាទ effect នេះរាងធំជាងមុនបន្តិចហើយមាន function ច្រើនជាងមុនបន្តិចបងប្អូនឃើញទេបាទមាន function ច្រើនជាងមុនមានប៊ីតុងចុចមានអីមានអេក្រង់មានអីចឹងទៅមានដូចខាងក្រោយរាងច្រើនជាងបាទហើយក៏ជា effect ដែរបាទជា effect ហ្គីតាដូចគ្នាមួយនេះក៏ជា effect ហ្គីតាដែរ effect ហ្គីតាដូចគ្នាបាទមួយនេះលើសមុនបន្តិចទៀតបាទវាមានជើងសម្រាប់ជន់បិទបើកវ៉ូលីមបាទវាមានអេក្រង់ធំជាងមុនបាទវាមានបង់និងបេតុងជាច្រើនហើយវាមានទាំង USB វាមានទាំង input output អីអញ្ចឹងហើយវាក៏ហៅថា guitar effect ដូចគ្នាមួយនេះក៏ជាប្រភេទ guitar effect ដូចគ្នាបាទ guitar effect ដូចគ្នានេះគឺ brand របស់ Vox បាទមួយនេះប្លែកខុសពីមុនទៀតបាទដោយសារតែវាមានបេតុងកាន់តែច្រើនមានកន្លែងសេរីកាន់តែច្រើនហើយមានmode របស់វាមានន័យថាមានoption របស់វាកាន់តែច្រើនបើយើងអាចសេរីបានកាន់តែច្រើនជាងមុនហើយខាងក្រោយរបស់វាក៏មានច្រើនជាងមុនដែរហើយនេះក៏ហៅថា guitar effect ដូចគ្នាបាទនេះគឺជា Sonic Cake Matrix Box 2នេះក៏ជា guitar effect ដូចគ្នាeffect នេះមានអេក្រង់ធំកាន់តែធំជាងមុនហើយវាមាន color មានរូបមានអីនៅក្នុងនេះស្អាតហើយវាមានបេតុងតូចច្រើនមានបង់ចុច3មាន volume ជាន់ជើងដូចគ្នាបាទហើយនៅខាងក្រោយនេះកាន់តែច្រើនមានន័យថានៅខាងក្រោយនេះគឺមានបេតុងរុនដោតមាន USB មានអីកាន់តែច្រើនជាងមុនហើយអានេះក៏ជាប្រភេទ effect សម័យថ្មីដែរវារៀងទំនើបបាទវាមានអេក្រង់ធំមានអីចឹងទៅហើយមួយនេះក៏ហៅថា effect ដូចគ្នាបាទសម្រាប់មួយនេះបាទមួយនេះកាន់តែធំជាងមុនណាបងប្អូនមួយនេះកាន់តែធំជាងមុនដែរដោយសារតែវាមាន function កាន់តែច្រើនមាន function កាន់តែច្រើនទំហំរបស់វាធំជាងមុនច្រើនដងហើយវាមាន option plug in output input ច្រើនជាងមុនមាន MIDI output input មាន USB មាន network control បាទមានច្រើនទៀតមាន output balance អីអញ្ចឹងទៅអញ្ចឹងបងប្អូនឃើញទេ effect កាន់តែធំគឺវាមាន function កាន់តែច្រើនបាទ function របស់វាខាងក្រោយនេះគឺកាន់តែច្រើនហើយខាងមុខរបស់វាគឺកាន់តែច្រើនដូចគ្នាមានន័យថាយើងអាចមាន preset រហូតដល់បាទខាងក្រោមនេះមាន5ហើយខាងលើនេះមានបេតុងសម្រាប់សេរីរហូតដល់ទៅ5ហើយវាមានរូបរាងធំរឹងមាំជាង effect ធម្មតាបាទ
នេះក៏គេហៅថា effect guitar ដូចគ្នាបាទអញ្ចឹង effect guitar គឺមានច្រើនមែនទែនបាទគឺមានច្រើនប្រភេទមែនទែនមុននឹងបងប្អូនទិញយកមកប្រើប្រាស់បងប្អូនត្រូវស្គាល់វាឲ្យច្បាស់ហើយបងប្អូនត្រូវរៀនពីផ្នែកនីមួយៗឲ្យបានច្បាស់នោះបងប្អូនយកទៅប្រើប្រាស់អត់ខុសចិត្តទេបាទបើសិនជាបងប្អូនគ្រាន់តែចង់បានឃើញគេប្រើស្អាតឬក៏គេប្រើទៅបរោះហើយបងប្អូនអត់ទាន់ចេះប្រើវាបងប្អូនយកទៅប្រើក៏មិនប្រកាសថាបរោះដូចគេដែរហើយ effect នេះពិតជាសំខាន់មែនទែននៅក្នុងការសិក្សានីមួយៗផ្នែកនីមួយៗរបស់វាយើងត្រូវស្វែងយល់ឲ្យច្បាស់បាទសម្រាប់មួយនេះក៏ជា effect guitar ដែរប៉ុន្តែប្រភេទនេះគេហៅថា rag បាទប្រភេទនេះគេហៅថា rag ខ្ញុំនឹងដាក់រូបភាពឲ្យបងប្អូនមើលថាតើ rag វាមានរូបរាងដូចម្ដេចហើយយើងប្រើប្រាស់វាយ៉ាងដូចម្ដេចវាជាប្រភេទ effect ដូចគ្នាគ្រាន់តែថាមួយនេះគឺវាមានតែម៉ាស៊ីនទេវាអត់មានបេតុងជាន់អត់មានវ៉ូលីមបិទបើកអត់មានអីទេប៉ុន្តែវាមានមុខងារដូចគ្នាវាមានមុខងារ input output អីដូចគ្នា Array noise gate delay reverb chorus អីដូចគ្នាហើយខាងក្រោយរបស់វាគឺមានប៉ុណ្ណេះណាខាងក្រោយរបស់វាមាន MIDI in out មាន send return មាន output មាន input បាទហើយមួយនេះវាមានរបៀបប្រើផ្សេងពីគេទៀតបាទវាមានរបៀបប្រើផ្សេងពីគេអញ្ចឹងអានេះក៏ហៅថា guitar effect ដូចគ្នាបាទសម្រាប់មួយនេះក៏ជា effect ដែរបាទមួយនេះយើងមើលទៅរឿងស្រស់ស្អាតអានេះជា brand របស់ Line6 បាទ POD បាទមួយនេះក៏ជា effect guitar ដែរហើយវាជាប្រភេទ rag ដូចគ្នាដូចមុនដែលខ្ញុំបានបង្ហាញបងប្អូនអញ្ចឹងណាបាទនេះគឺជាប្រភេទ rag ដូចគ្នាគ្រាន់តែថាមួយនេះរាងធំជាងមុនហើយវាមានអេក្រង់មានបេតុងជាងសេរីនៅនេះ preset វានៅនេះpreamp កន្លែងសេរីអីវិញនៅនេះបាទមួយនេះភាគច្រើនគេប្រើនៅក្នុង studio គេប្រើនៅក្នុង studio ដោយសារតែវានៅជិតដៃបងប្អូនបើវានៅជិតដៃអញ្ចឹងយើងអាចសេរីអីអញ្ចឹងទៅបានអញ្ចឹងទៅយើងមិនបាច់ចាំប្រើជើងយើងទៅជន់អីទេអញ្ចឹងអានេះគឺគេ build មកគេមានប្រភេទនៃការប្រើប្រាស់របស់វាអញ្ចឹងណាវាមានតួនាទីរបស់វាផ្សេងគ្នាវាមានមុខងារផ្សេងគ្នាអញ្ចឹងទៅបងប្អូនបាទបន្ទាប់ពីបងប្អូនបានមើលនៅការបង្ហាញប្រភេទ effect ផ្សេងគ្នារួចហើយខ្ញុំសង្ឃឹមថាបងប្អូននឹងទទួលបានចំណេះដឹងទាក់ទងទៅនឹង effect guitar បាទ effect guitar មានច្រើនប្រភេទមានតួនាទីខុសគ្នា effect guitar គឺសម្រាប់ប្រើប្រាស់ដើម្បីបំលែងសំឡេងហ្គីតាធម្មតាឲ្យទៅជាសំឡេងផ្សេងតាមដែលបងប្អូនត្រូវការអញ្ចឹងមុននឹងបងប្អូនជាវឬក៏ទិញ effect យកទៅប្រើប្រាស់បងប្អូនត្រូវតែពិនិត្យមើល function និងអ្វីដែលបងប្អូនត្រូវការហើយបងប្អូនអាចជាវយកមកទិញបានយកមកប្រើបានអញ្ចឹងវាជិះវៀងការទិញយកមកវាខ្វះនេះខ្វះនោះវាអត់មាននេះអត់មាននោះអញ្ចឹងបងប្អូនត្រូវស្វែងយល់ឲ្យច្បាស់ថាតើមុននឹងយើងទិញ effect guitar តើយើងត្រូវពិនិត្យមើលទៅលើអីខ្លះបាទវីដេអូក្រោយខ្ញុំនឹងប្រាប់បងប្អូនថាមុននឹងទិញ effect guitar តើយើងត្រូវពិនិត្យមើល function អីខ្លះដើម្បីទិញមកកុំឲ្យខុសបាយ